Bàm thải tay con thải mạ bị ảnh cho bảo rong ai con chơi cho mỗi những cái ở năng vậy bự tử buộc để kêu ai ra đôi chỉ sọp được bọn đóเลยตั้งแกปรักหลังอ่ะกี่บางเพลงเราสิไอ้ไว้ปรักหลังอ่ะหนึ่งคุยตกสานังไงเยอะอันยังเนี่ยครูเหมือนบ้างคือได้ซาตาอาเจ้ามาเสียนี่นะไอ้ปัจจัยไอ้โจมอกขนมตุบระบายยังเลยชนะแต่ไอ้โจมอกมันตุบระบายยังมีกูมันยังไงcái xu từ cái bọc đi á cứ bong một cha một đại thư rồi bút bong nữa pri không bao sồi vậy vui pri bút bút ai chăm cao biết mấy bật rốt ai lư tới bu nơi cái nông phong đây sợi già muối đại miền tây tăng đây chính ngay vì tì chôm chun hơi nơi cái nông phong nóมีสลาเรียนมวยได้สร้างซ่องล่างออกไปเชอได้มีเสสานุเสโจเรินมันดอมเนี่ยโนตีมีไงมวยមានក្រុមសិទ្ធិមួយក្រុមបាននាំគ្នាទៅកាន់សាលានោះដើម្បីសិក្សាស្វែងយល់អំពីការសិក្សារបស់ក្មេងៗដែលបានរៀននៅក្នុងភូមិនោះសួស្តីសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដំណឹងមួយមកប្រាប់ដល់សិស្សទាំងអស់គ្នាបានដឹងថានៅថ្ងៃអាទិត្យចុងសប្តាហ៍ខាងមុខនេះខាងសាលារបស់យើងបានរៀបចំធ្វើទស្សនកិច្ចក៏ដូចទៅជាសិក្សាផ្ទាល់និងធ្វើការងារមនុស្សធម៌នៅឯសាលាមួយកន្លែងតែសាលាមួយនោះគឺស្ថិតនៅដៃស្រយាលជាងគេហើយគោលបំណងរបស់សាលាយើងគឺចង់ស្វែងរកគ្រូស្ម័គ្រចិត្តដើម្បីឲ្យទៅជួយបង្រៀនក្មេងៗនៅទីនោះចុះគេមានគម្រោងបំរុងទៅថ្ងៃទីប្រហែលទៅលោកគ្រូនាយករឿងនេះលោកគ្រូក៏មិនទាន់ដឹងច្បាស់ដែរណាចាំមើលថ្ងៃនេះលោកគ្រូនឹងទៅប្រជុំជាមួយនឹងលោកគ្រូអ្នកគ្រូនៅសាលាបន្ថែមទៀតចាំលោកគ្រូប្រជុំហើយចាំលោកគ្រូមកប្រាប់បងប្អូនបន្ថែមទៀតណាតែខាងសាលារបស់យើងគ្រាន់តែចង់ដឹងថាតើមានសិស្សស្ម័គ្រចិត្តប្រមាណអ្នកដែលគាត់ស្ម័គ្រចិត្តទៅខ្ញុំសូមចូលរួមក្នុងកម្មវិធីនេះម្នាក់ដែរលោកគ្រូព្រោះខ្ញុំចង់ចូលរួមកម្មវិធីសប្បុរសធម៌នេះយូរណាស់ហើយខ្ញុំមិនដែលមានឱកាសម្ដងសោះឥឡូវនេះឱកាសវាបានមកដល់ហើយខ្ញុំចង់ចូលកម្មវិធីមួយនេះបើសិនជាឯងខ្ញុំចង់ធ្វើជាគ្រូស្ម័គ្រចិត្តដើម្បីបងបង្រៀននិងផ្ដល់ចំណេះដឹងទៅដល់ក្មេងៗដែលនៅទីនោះផងដែរអូបើអញ្ចឹងមែនណាខ្ញុំក៏សូមចូលឈ្មោះទៅដែរលោកគ្រូល្អណាស់លោកគ្រូឃើញសិស្សទាំងអស់គ្នាចេះចូលរួមក្នុងការងារសង្គមបែបនេះគ្រូពិតជាសប្បាយចិត្តខ្លាំងណាស់បើអញ្ចឹងគ្រូនឹងចាត់ចែងតាំងឲ្យនីតាធ្វើជាមេក្រុមសម្រាប់ទទួលចុះឈ្មោះដល់អ្នកដែលចង់ចូលក្រុមកម្មវិធីមួយនេះហើយចុះតុយនឹងប្រុសម៉ៅមិនមានកម្រងគិតថាចង់ចូលរួមកម្មវិធីហ្នឹងទេអីបានជានៅស្ងៀមមិននិយាយស្ដីបន្តិចសោះចឹងអូខ្ញុំក៏គិតថាចង់ទៅដែរប៉ុន្តែខ្ញុំត្រូវទៅជម្រាបដល់ផ្ទះខ្ញុំសិនហើយអារឿងដែលថាត្រូវទៅនឹងខ្ញុំដឹងថាទៅហើយជប់ក៏ដូចជាអ្នកទាំងអស់គ្នាដែរតែចាប់ទៅថ្ងៃនោះចាំពួកយើងទៅទាំងអស់គ្នាម្ដងទៅថ្ងៃនេះពួកយើងប្រជុំគ្នាប៉ុណ្ណឹងចោះអញ្ចឹងពួកយើងមកបែកគ្នាទៅផ្ទះរៀងខ្លួនទៅចាំថ្ងៃស្អែកចាំលោកគ្រូប្រដុំនឹងម្ដងទៀតណាបាទលោកគ្រូចាលោកគ្រូបាទលោកគ្រូបន្ទាប់ពីនិយាយគ្នារួចលោកគ្រូនាយកសាលានិងកូនសិស្សទាំងអស់គ្នាក៏បានចែកផ្លូវគ្នារៀងៗខ្លួនបាត់ទៅថ្ងៃអាទិត្យចុងសប្តាហ៍ខាងមុខនេះខាងសាលារបស់កូនគេបានរៀបចំគម្រោងធ្វើការសប្បុរសធម៌មួយចឹងកូនចង់សូមម៉ាក់ប៉ាដើម្បីបានទៅចូលរួមកម្មវិធីសប្បុរសធម៌នៅសាលារបស់កូនម្ដងណាម៉ាក់ប៉ាបានថាអីទេកូនឯងស៊ូតែម៉ាក់កូនឯងទៅហើយខាងសាលាហ្នឹងគេមានកម្រោងទៅធ្វើការងារសប្បុរសហ្នឹងនៅឯណាហើយទៅរយៈពេលប្រហែលថ្ងៃដែរកូនហើយម៉ាក់វាឯងក៏បំរុងឲ្យកូនទៅជាមួយនឹងគេអត់ហ្នឹងដូចជាមិនម៉ត់មិនឆ្លេកអីបន្តិចសោះនឹងម៉ាក់វាខ្ញុំក៏មិនថាអីដែរប៉ាវាបើខាងសាលាគេតម្រូវឲ្យសិស្សធ្វើការងារសិលធម៌នេះខ្ញុំក៏ពេញចិត្តឲ្យកូនរបស់យើងគេចូលទៅធ្វើការងារសង្គមនេះផងដែរឯកឡើងលោកគ្រូនាយកបានប្រជុំប្រឹក្សាទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់គ្នាក្នុងសាលាសាជាថ្មីដោយលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សនិស្សិតទាំងអស់គ្នាថ្ងៃនេះពួកយើងបានមកជុំគ្នាសាជាថ្មីម្ដងទៀតហើយតើបងប្អូនទាំងអស់គ្នាបានជួលដំណឹងទៅដល់ឪពុកម្ដាយគ្រួសារទាំងអស់គ្នាហើយឬនៅខ្ញុំបានជម្រាបជូនដំណឹងនេះទៅម៉ាក់ប៉ាខ្ញុំវាហើយលោកគ្រូ
ចាលោកគ្រូខ្ញុំក៏បានជម្រាបដំណឹងនេះទៅឪពុកម្ដាយខ្ញុំរួចហើយដែរ បាទលោកគ្រូខ្ញុំក៏បានទៅជំរាបឪពុកម្ដាយខ្ញុំហើយដែរល្អណាស់កូនសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូជួបដំណឹងជាផ្លូវការហើយគឺនៅខាងសាលារបស់យើងបានរៀបចំកម្មវិធីគឺជំនួសរយៈពេល1ខែពេញតែម្ដងថ្ងៃអាទិត្យក៏ជួបបានមកដល់លោកនាយកសាលាលោកគ្រូអ្នកគ្រូហើយនិងសិស្សដែលស្ម័គ្រចិត្តចូលរួមក៏មកជួបគ្នានៅសាលាមកជុំគ្នាអស់ហើយនៅនឹងកូនសិស្សទាំងអស់គ្នាហើយមានរៀបចំសម្ភារៈប្រើប្រាស់រួចរាល់អស់ហើយនៅនឹងបាទលោកគ្រូខ្ញុំរៀបចំរួចហើយចាលោកគ្រូខ្ញុំក៏ដូចគ្នាបាទលោកគ្រូខ្ញុំក៏ដូចគ្នាដែរល្អណាស់បើអញ្ចឹងពួកយើងឆាប់នាំគ្នាធ្វើដំណើរទៅពីព្រោះសាលានោះនៅឆ្ងាយក៏បើដែរបើពួកយើងធ្វើដំណើរតាមរថយន្តត្រូវចំណាយរយៈពេល 2-3 ម៉ោងដែរនិយាយរួចលោកគ្រូនាយកសាលាបាននាំសិស្សទាំងអស់គ្នាធ្វើដំណើរចេញទៅឥឡូវយើងបានមកដល់កន្លែងហើយអញ្ចឹងយើងត្រូវបែងចែកជាពីរក្រុមដោយមួយក្រុមមានតួនាទីទៅបង្រៀនក្មេងៗនៅឯសាលាហើយមួយក្រុមទៀតគឺមានតួនាទីចែកអំណោយដល់អ្នកភូមិដែលរស់នៅទីនេះផ្ទាល់នៅពេលដែលលោកគ្រូនាយកសាលាបែងចែកជាក្រុមរួចរាល់នីតានិងទួយពួកគេទាំងពីរនាក់គឺទទួលការងារចុះទៅបង្រៀនសិស្សដល់ក្មេងៗទាំងអស់គ្នានីតាតើពួកយើងនឹងត្រូវទៅបង្រៀនក្មេងៗនៅសាលានោះយ៉ាងម៉េចទៅបើខ្ញុំមិនដែលធ្លាប់បានបង្រៀនគេពីមុនមកផងហ្នឹងរឿងនេះវិអីមិនបាច់បារម្ភទេខ្ញុំមកជឿជាក់ថាខ្ញុំអាចបង្រៀនដល់ក្មេងៗទាំងនោះបាន លុះដល់ព្រឹកស្អែកឡើងនីតានិងទួយបានធ្វើដំណើរទៅបង្រៀនក្មេងៗនៅសាលានោះនីតាបន្ទាប់ពីបានបង្រៀននឹងនៅជាមួយក្មេងៗទាំងអស់នោះមកខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាសាសនាហើយចុះសម្លងមួយពីផ្ទៃខ្លាំងខ្ញុំក៏មានអារម្មណ៍ដូចជាទួយឯងចឹងដែរក្មេងៗនៅទីនេះពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ឯងឡើងលោកគ្រូនាយកបានប្រកាសប្រាប់ទៅដល់សិស្សទាំងអស់គ្នាកូនសិស្សទាំងអស់គ្នានៅថ្ងៃនេះលោកគ្រូទទួលបានដំណឹងពីខាងសាលាមកថ្មីនេះទេដោយខាងសាលាយើងបានឃើញថានៅក្នុងសាលាមួយកន្លែងនេះដូចជាខ្វះគ្រូបង្រៀនដូច្នោះខាងសាលាយើងសូមប្រកាសជ្រើសរើសយកអ្នកដែលស្ម័គ្រចិត្តចង់បង្រៀននៅទីនេះចំនួន2នាក់តើបងប្អូនទាំងអស់គ្នាមានអ្នកណាស្ម័គ្រចិត្តចង់នៅបង្រៀននៅទីនេះទេភ្លាមនោះនីតានិងទួយបានយល់ព្រមនៅបង្រៀននៅទីនេះបន្តខ្ញុំសូមបង្រៀននៅទីនេះបន្តលោកគ្រូខ្ញុំក៏សូមចូលឈ្មោះបង្រៀននៅទីនេះម្នាក់ដែរលោកគ្រូហេតុអីបានជាពួកប្អូនទាំងពីរនាក់មានគំនិតបន្តបង្រៀននៅសាលានេះបន្តទៀតចឹងចាលោកគ្រូនាងខ្ញុំមិនមានមូលហេតុអ្វីច្រើននោះទេគ្រាន់តែនាងខ្ញុំលងនឹងស្នាមញញឹមក្មេងៗនៅទីនេះហើយនៅទីនេះខ្ញុំមើលទៅមានគំនិតចង់ថារស់នៅទីនេះបន្តទៀតផងលោកគ្រូហើយចុះទូចវិញមានហេតុផលអីបានជំរុញឲ្យប្អូននៅទីនេះបើខ្ញុំប្រាប់មូលហេតុទៅនាយកសាលាថាខ្ញុំលួចស្រឡាញ់នីតានោះច្បាស់ជាមិនសមទីដឹងហើយណាមួយបើសិនជានីតាដឹងរឿងនេះខ្ញុំលួចស្រឡាញ់គាត់នោះបើគេមិនស្រឡាញ់ខ្ញុំវិញនោះច្បាស់ជានីតាខឹងខ្ញុំជាមិនខានទេបាទលោកគ្រូនាយកហេតុផលដែលខ្ញុំចង់នៅទីនេះបន្តនោះគឺខ្ញុំលងនឹងសម្រស់ធម្មជាតិទីនេះក៏ដូចជាស្នាមញញឹមនិងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះខ្លាំងណាស់ល្អណាស់អ្នកទាំងពីរអញ្ចឹងថ្ងៃនេះលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សដទៃទៀតនឹងធ្វើដំណើរទៅភ្នំពេញវិញហើយអញ្ចឹងលោកគ្រូជូនពរអ្នកទាំងពីរបំពេញភារកិច្ចនៅទីនេះបានជោគជ័យគ្រប់គ្នាណាលោកដល់ថ្ងៃបន្ទាប់ឡើងក្រុមសិស្សនិងលោកគ្រូអ្នកគ្រូក៏បានធ្វើដំណើរចេញពីភូមិលោកសយ៉ានោះទៅទីក្រុងភ្នំពេញបាត់ទៅទួយហេតុអីបានជាទួយអាយមិនព្រមទៅភ្នំពេញជាមួយពួកគេអញ្ចឹងបែរជាសុខចិត្តមកបង្រៀននៅសាលានេះតែដាច់សញ្ញាឆ្ងាយពីប្រជុំជនយ៉ាងដូចនេះបើសិនជាខ្ញុំសារភាពប្រាប់នីតានៅពេលនេះដូចជាមិនកាត់ដឹងបាទនីតាគឺដោយសារតែខ្ញុំចូលចិត្តព្រៃភ្នំធម្មជាតិការរស់នៅបែបស្ងប់ស្ងាត់នៅទីនេះហ្នឹងណាទើបបានជាខ្ញុំចង់បន្តបង្រៀនក្មេងៗនៅទីនេះបន្តទៀតហើយជួយនីតាមិនទៅភ្នំពេញជាមួយនឹងគេទៅមិនបានជានីតាឯងទុកចិត្តនៅបង្រៀនក្មេងៗនៅក្នុងសាលានេះអញ្ចឹងដែរគោលបំណងខ្ញុំដែលចង់មករៀននៅទីនេះខ្ញុំចង់ឲ្យក្មេងៗនៅទីនេះមានអនាគតល្អមិនតែប៉ុណ្ណោះទេខ្ញុំមានគិតចង់ទៅធ្វើអ្វីទៀតនោះទេនិយាយគ្នារួចពួកគេទាំងពីរក៏បែកផ្លូវគ្នាទៅបន្ទប់សម្រាប់រៀងខ្លួនបាត់ទៅជាច្រើនខែបានកន្លងផុតទៅនៅថ្ងៃមួយ
នីតាបានដើរទៅផ្សារម្នាក់ឯងនៅតាមផ្លូវនោះនីតាបានជួបនឹងអ្នកប្រមឹក3នាក់អ្នកគ្រូស្អាតទៅដើរបកដាម្នាក់ឯងហ្នឹងអ្នកគ្រូស្អាតត្រូវការឲ្យបងជូនដែរទេមើលទៅមុខអ្នកគ្រូឯងដូចជាសពទឹកបងដល់ហើយនេះឲ្យមានន័យថានិស្ស័យពួកយើងជាគូព្រេងឲ្យច្បាស់ខ្លាំងទៅមើលចុះវិស័យឯងខ្ញុំមកចង់ទៅណាវាជារឿងរបស់ខ្ញុំតាបើអង្គុយផឹកស្រាដឹងតែអង្គុយផឹកស្រាទៅគេព្រឹកឡើងគេបើកភ្នែករស់ស៊ីឯងវិញព្រឹកឡើងនឹងអង្គុយតោកស្រាហ្នឹងហើយចឹងហើយបើគ្មានអ្នកណាស្រឡាញ់គ្មានណាគេយកនោះនិយាយរួចនីតាក៏បានដើរហោះចេញទៅបាត់ទៅQuài dần mấy cái hạt lô chả quỷ phật sao bị xô bỏ chọn tay hàng ấy lớn dần mày ấy bạn lưu biết sụp đây chỉ vì mua đẹp không sát dần mày ta lớn phật sát chán chỉ đó bên đây đi chả mơ tư chăng nhá đừng ơi nè không sát đi ha một thứ gì mà một ơi tốt tại bạn ấy chả mơ tư như vậy rồi như khối ban trong phật sát hỏi có đa trình từ tiền cùng hằngนี่ตาไอ้ตัวมาบีนานะของดาวดอกไอ้จำปลักไอ้เนี่ยอ๋อปลักมันนั่งขยำดาวแต่ดอกตึงบอกกระปลามันติดมันตุ้ยนั่งไงcho tôiไอ้เรายอมมินกาไอ้ได้บ้านนี่ตาคือขมิ้นดึงไอ้นั่นที่cònแต่บัดมันเคยนี่ตาไอ้นะขยำบารอนแต่ปันนั่งอันยังเนี่ยครูเหมือนบ้านคือได้ซาตาเจ้ามาเสียนี่นะไอ้กบสึงคำถ้าไอ้หนึ่งชนิดยืมมาไหนซะเว้ยlúc đó dục lạiนี่ขลุ่ยบ้านลุยcho tôiขนมมันตุกดีเราบอนี่ตาnè cũng tôi chỉ so sánh đâu ơi dục đi nè cũng được khai chỉ rồi bỏ bỏ hai mày bắt chị ấy cho mọc không một tôi bỏ giờ nữa chứ đó ta ấy cho mọc một tôi bỏ giờ mình cùng đâu ấy cái số từ cái bỏ đi á cứ bón một cha một đại thư rồi bút bón nữa ấy liềm nấu ni khối ban châu từ chợ đồng lục nị ta tại trời nị ta rồi bông ra dạng khăng lại nhá cho mà xin bỏ anh nè thôi bấm nè nhớ đừng đồng lề chập anh đã cưng ai xin mai có con mình chỉ biết để sát tay nita rồi bông ra khlang pé thôi ở này khối bạn đấy kếទាំងពីកុកទុកមកនីតារហូតដល់ដៃខ្យល់ស្លាប់អញបាត់ជ្រុតដៃសម្លាប់នាងបាត់ទៅហើយអើយបើកើតទេអញមានទៅរត់ទៅឆ្ងាយពីស្រុកនេះហើយបើកើតព្រាមនោះនេះខ្លូចបានរកគិចបាត់ទៅនីតាអើយនីតាលឺហើយតោះពួកយើងបញ្ញាប់ទៅសាលានីតាកាត់អីជួយផងអ្នកទាំងអស់គ្នាជួយនេះផងនេះតាស្លាប់ហើយបន្តិចក្រោយមកក្រុមសមត្ថកិច្ចខាងស្រាវជ្រាវបានចុះមកដល់កន្លែងកើតហេតុហើយក្រុមជំនាញបានធ្វើការស្រាវជ្រាវក៏សោកវិច័យឃើញថាប្អូនគឺជាសាច់ញាតិរបស់សាកសពមែនទេបើតាមជំនាញស្រាវជ្រាវបានឲ្យដឹងថាសាកសពប្អូនស្រីម្នាក់នេះគឺមានគេធ្វើឃាតដោយសារយកដៃខ្ទប់មាត់ច្រមុះរបស់នាងធ្វើឲ្យនាងដៃខ្យល់ស្លាប់តែម្ដងលោកប៉ូលីសតាអាចបិទមុខជួយបង្កដែលធ្វើឃាតបានហើយទេរឿងនេះខាងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវមិនយូរមិនឆាប់យើងនឹងវិច្ចមុខរកឃាតករឃើញតឲ្យទាល់តែបានរឿងនេះសូមបងទុកចិត្តចុះក្រោយពេលដែលខាងសមត្ថកិច្ចបានធ្វើកសោវិច័យរួចសមត្ថកិច្ចក៏ប្រគល់សាកសពនីតាទៅឲ្យក្រុមគ្រួសាររបស់នីតាមកយកទៅធ្វើបុណ្យតាមប្រពៃណីលុះដល់ពេលគម្រប់7ថ្ងៃប្រលឹងរបស់នីតាបានឈិញមកលងមនុស្សដែលធ្វើដំណើរនៅតាមផ្លូវនោះណែអាព្រីងដល់លឿនមើលវិញចាំអញផងយីអាស្អីគេនេះក្រែងឯងដឹងហើយថាអញវាខ្លាចខ្មោចដឹងស្អីពូវឿនឯងទេខ្លាចតែខ្ញុំនឹងចោលពូឯងនឹងមកខ្ញុំឃើញដើមឈើនោះវាទំនងចឹងឯងបើខ្ញុំដើរឲ្យវារៀងស្រួតប្រញាប់មកសម្រាប់បន្តិចហ្នឹងណាពូចឹងពួកយើងឈរសម្រាប់ក្រោមដើមឈើហ្នឹងបន្តិចទៅពូបើថាយើងល្វើយខ្លាំងពួកយើងដេកក្រោមដើមឈើហ្នឹងដល់ម៉ោងនោះយប់ហ្នឹងបើអញ្ចឹងពួកយើងដេកនៅក្រោមដើមឈើហ្នឹងមកយប់ទៅចឹងចាំព្រឹកស្អែកចាំពួកយើងបន្តដំណើរទៅមុខទៀតរំពេចនោះអ្នកទាំងពីរស្រាប់តែឃើញខ្មោចរបស់នីតាព្រីខ្មោចសោយអីវយព្រីពូវឿនឯងចាំកាលទៀតមិនរត់ឲ្យលឿនទៅពូបញ្ញាប់ទៅណាពូឲ្យខ្ញុំសូមទៅរក្សាផងណាពូនៅយុគបន្ទាប់ព្រលឹងខ្មោចរបស់នីតាតែទៅលងបន្លាចអ្នកទៅធ្វើដំណើរមកកាត់ទីនេះជារៀងរាល់យប់អ្នកទាំងអស់គ្នាខ្ញុំបានទទួលដំណឹងដែលអ្នកភូមិរបស់យើងបានមកប្រាប់ខ្ញុំរាល់យប់ថាវិញ្ញាណខ្មោចរបស់នីតាតែទៅលងបន្លាចអ្នកភូមិរបស់យើងដែលកាត់មុខសាលានេះជារៀងរាល់យប់ពួកអ្នកភូមិយើងខ្លាចរអាបើនៅតែបន្តបែបនេះមិនកើតទេពួកយើងគួរតែដោះស្រាយបញ្ហានេះទៅណាបើមិនចឹងទេ
ខ្ញុំនឹងនិមន្តព្រះសង្ឃដើម្បីទៅប្រោសព្រំសាលានេះលុះដល់ពេលយប់ឡើងលោកមេភូមិបាននិមន្តព្រះសង្ឃដើម្បីទៅអន្តងព្រលឹងនីតាអូញោមស្រីនីតាញោមឆាប់ចេញមកនិយាយជាមួយនឹងអាត្មាបន្តិចមករំពេចនោះវិញ្ញាណខ្មោចរបស់នីតាបានចេញមកតែម្ដងហើយព្រះអង្គហើយខ្ញុំមកមានការអីមិនបានជានោគ្នាមករំខានកន្លែងរបស់ខ្ញុំអញ្ចឹងញោមគូតែទៅចាប់ជាតិសាជាថ្មីណាញោមគុំនៅឡងបន្លាចអ្នកភូមិទៀតអីណាញោមអត់ទេខ្ញុំមិនទៅណាជាដាច់ខាតខ្ញុំចាប់សោកសឹកអាមួយដែលវាបានធ្វើបាបខ្ញុំឲ្យខ្ញុំស្លាប់ទៅខ្ញុំអស់ចិត្តឈប់ចងកម្មចងពៀនឹងគ្នាទៀតទៅណាញោមអ្នកដែលបានសម្លាប់ញោមនោះឥឡូវគេត្រូវប៉ូលីសចាប់ខ្លួនហើយណាញោមបើអញ្ចឹងមែនខ្ញុំសុខចិត្តទៅចាប់ចិត្តចោះចាប់តាំងពីពេលនោះមកវិញ្ញាណរបស់នីតាក៏បានទៅចាប់កំណើតបាត់ទៅហើយអ្នកដែលរស់នៅក្នុងភូមិនោះក៏លែងមានភាពភ័យខ្លាចអីទៀតដែរ